Make profile picture ដល់ពេលដែលយើងចុចហើយវានឹងលោតកន្លែង save បងប្អូនសូមចុច save មកគឺជាការស្រេចបាទបន្ទាប់មកបងប្អូនសូម refresh វាមួយមកវានឹងបដូរបាទអញ្ចឹងនេះគឺជារូប profile ចាស់របស់យើងបាទដោយមិនចាំបាច់ផុសសារថ្មីទេវានឹងលោតមកវិញបាទបាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំមកធ្វើការចែករំលែកតាក់ទងទៅនឹងរបៀបមួយនៅក្នុងការទាញយករូប profile Facebook ដែលយើងបានបដូរយកមកប្រើវិញដោយមិនចាំបាច់ផុសម្ដងទៀតបាទអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំបង្ហាញឬក៏ចែករំលែកទៅដល់បងប្អូនយើងដែលគាត់មួយចំនួនដែលគាត់មិនទាន់ចេះហើយគាត់ចង់ចេះបាទអញ្ចឹងចំពោះបងប្អូនយើងដែលគាត់ចេះហើយសូមការអធិស្ឋានបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាបាទជំហានដំបូងយើងចូលមកកាន់ Facebook បាទបន្ទាប់មកយើងសូមចុចចូលមកកាន់ profile Facebook របស់យើងបាទអញ្ចឹងនេះគឺជា profile របស់ខ្ញុំបាទបន្ទាប់មកបងប្អូនសូមចុចទៅក្នុងរូប profile របស់យើងបាទដល់ពេលចុចបងប្អូនសូមជ្រើសពាក្យថា see profile picture បាទអញ្ចឹងនេះគឺជារូប profile ខ្ញុំថ្មីបាទចំណែកនេះគឺជារូប profile Facebook ខ្ញុំចាស់បាទអញ្ចឹងខ្ញុំចង់ទាញយកនឹងវិញបាទជំហានបន្ទាប់បងប្អូនសូមមើលខាងលើដែលគេដាក់ថា text អញ្ចឹងបងប្អូនសូមចុចចូលកាន់ text ហើយបងប្អូនសូម text ឈ្មោះខ្លួនឯងមកបាទអញ្ចឹងខ្ញុំ text ឈ្មោះរបស់ខ្ញុំបាទនៅពេលដែលយើងចុច text ហើយយើងសូមចុចថយមកវិញចេញពី profile ហ្នឹងមកបាទជំហានបន្ទាប់យើងសូមចុចចូលម្ដងទៀតចុចកន្លែងហ្នឹងហើយជ្រើសពាក្យ see profile picture ម្ដងទៀតហើយយើងអូសយករូបដែលយើងចង់បដូរបាទអញ្ចឹងខ្ញុំយករូបនេះបន្ទាប់មកយើងមើលខាងលើកន្លែងសញ្ញាត្រេ3ហើយចុចកន្លែងសញ្ញាត្រេ3ហើយយកពាក្យថា make profile picture បាទដល់ពេលដែលយើងចុចហើយវានឹងលោតកន្លែង save បងប្អូនសូមចុច save មកគឺជាការស្រេចបាទបន្ទាប់មកបងប្អូនសូម refresh វាមួយមកវានឹងបដូរបាទអញ្ចឹងនេះគឺជារូប profile ចាស់របស់យើងបាទដោយមិនចាំបាច់ផុសសារថ្មីទេវានឹងលោតមកវិញបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាហើយពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច like និង subscribe នៃ channel ខ្ញុំមួយផងអរគុណជួបគ្នានៅវីដេអូក្រោយ